ត្រាំអួតអំពីអាវុធសម្ងាត់របស់អាមេរិកដែលបានធ្វើឲ្យប្រព័ន្ធការពាររបស់ចិននិងរុស្ស៊ីបាញ់មិនចេញអំឡុងប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡានាថ្ងៃសុក្រទី13ខែកុម្ភៈប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានអួតអាងអំពីអាវុធសម្ងាត់មួយដែលអាចរារាំងប្រព័ន្ធការពារផលិតដោយរុស្ស៊ីនិងចិនស្របពេលលោកចោះជួបកងកម្លាំងពិសេសដែលបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាដូរ៉ូនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ថ្លែងប្រាប់កងទ័ពអំឡុងទស្សនកិច្ចនៅមូលដ្ឋានយោធាមួយកន្លែងក្នុងរដ្ឋ North Carolina លោកត្រាំបានលើកឡើងជាសាធារណៈអំពីអាវុធសម្ងាត់មួយហៅថា Discom Bulleter ដែលត្រូវបានប្រើប្រាស់អំឡុងប្រតិបត្តិការចាប់ខ្លួនលោក Maduro ហើយបានអះអាងថាវាបានធ្វើឲ្យប្រព័ន្ធការពារនៅប្រទេសវេណេស៊ុយអេឡាដែលផលិតដោយរុស្ស៊ីនិងចិនមិនអាចដំណើរការបានអំឡុងទស្សនកិច្ចខាងលើលោកត្រាំបានជួបជាមួយកងកម្លាំងយោធាពិសេសដែលបានដឹកនាំប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាកាលពីថ្ងៃទី3ខែមករាលោកប្រធានាធិបតីអាមេរិកបាននិយាយថាកាលពីវេលាយប់នោះពិភពលោកទាំងមូលបានមើលឃើញឫទ្ធានុភាពយោធាពេញលេញទាំងស្រុងនៃសមត្ថភាពរបស់កងកម្លាំងយោធាអាមេរិកដែលច្បាស់លាស់និងអស្ចារ្យជាទីបំផុតកាលពីថ្ងៃទី3ខែមករាកងកម្លាំងអាមេរិកបានជិះឧទ្ធម្ភាគចក្រក្រោមផ្ទៃមេឃងងឹតលបចូលទៅវេណេស៊ុយអេឡាហើយចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡានីកូឡាស់ម៉ាដូរ៉ូនិងភរិយាចេញពីកន្លែងមួយដែលមានការការពារសន្តិសុខយ៉ាងរឹងមាំនៅរដ្ឋធានីការ៉ាកាសដោយប្រើពេលត្រឹមប៉ុន្មានម៉ោងវេណេស៊ុយអេឡាបានអះអាងថាមនុស្ស83នាក់បានស្លាប់និងជាង100នាក់បានរងរបួសអំឡុងប្រតិបត្តិការរបស់អាមេរិករីឯបើតាមលោកត្រាំពុំមានកងទ័ពអាមេរិកណាម្នាក់ស្លាប់ទេប៉ុន្តែភិលុតឧទ្ធម្ភាគចក្រ3នាក់បានរងរបួសគួរបញ្ជាក់ថាឥឡូវលោកម៉ាដូរ៉ូកំពុងជាប់ឃុំឃាំងនៅសហរដ្ឋអាមេរិកដោយប្រឈមការចាត់ប្រកាន់ពាក់ព័ន្ធគ្រឿងញៀនក៏ដូចជាបទឧក្រិដ្ឋដទៃទៀតលោកត្រាំបានយល់ព្រមឲ្យអនុប្រធានាធិបតីវេណេស៊ុយអេឡាលោកស្រី Delcy Rodriguez ឡើងកាន់អំណាចជំនួសលោកម៉ាដូរ៉ូក្រោមលក្ខខណ្ឌថាលោកស្រីត្រូវអនុវត្តតាមការទាមទារផ្សេងៗរបស់លោកជាពិសេសពាក់ព័ន្ធរឿងព្រេង